សូមស្វាគមន៍បងអូនប្រុសបងអូនស្រីទាំងអស់គ្នាថ្ងៃនេះយើងនឹងជួបស្ដេចក្មេងមួយអង្គទៀតដែលអាចទូលសូមឲ្យព្រះអង្គម្ចាស់ក៏បានដូចជាទ្រព្យសម្បត្តិអំណាចឬកិត្តិយសប៉ុន្តែទ្រង់បានទូលសូមអ្វីដែលអស្ចារ្យជាងនេះទៅទៀតព្រះនាមរបស់ទ្រង់គឺសាឡូមោនជាបុត្រារបស់ស្ដេចដាវីតព្រះអង្គជាម្ចាស់បានប្រទានប្រាជ្ញាដល់ទ្រង់ដែលអស្ចារ្យខ្លាំងណាស់រហូតដល់មនុស្សមកពីគ្រប់ប្រទេសបានមកត្រឹមតែដើម្បីស្ដាប់ទ្រង់មានព្រះបន្ទូលទោះបីជាទ្រង់ជាស្ដេចដែលមានប្រាជ្ញាវាងវៃជាងគេបំផុតនៅក្នុងលោកក៏ដោយទ្រង់ក៏ត្រូវរៀនសូត្រពីប្រភពដែលបានប្រាជ្ញាពិតប្រាកដព្រោះថាវាមិនមែនគ្រាន់តែជាការចេះដឹងច្រើនមុខប៉ុណ្ណោះទេគឺសំខាន់នៅត្រង់ថាតើយើងបានរក្សាដួងចិត្តរបស់យើងភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយព្រះជាម្ចាស់ហើយឬនៅតើបងប្អូនបានត្រៀមខ្លួនរួចហើយឬនៅដើម្បីស្វែងរកអាថ៌កំបាំងនៃប្រាជ្ញារបស់សាឡូមោនតោះយើងចាប់ផ្ដើមដំណើរជាមួយគ្នាសូមជូនរឿងស្ដេចសាឡូមោនស្ដេចសាឡូមោនជាស្ដេចប្រកបដោយប្រាជ្ញាកាលដែលស្ដេចដាវីតជាបិតាមានវ័យចាស់ទៅហើយទ្រង់ហៅសាឡូមោនមកជិតដាវីតនិយាយថាបុត្រអើយចូលស្ដាប់បង្គាប់ព្រះហើយដើរតាមផ្លូវរបស់ព្រះអង្គបើបុត្រធ្វើដូច្នោះព្រះនឹងប្រទានពរក្នុងរាជរបស់បុត្រមិនយូរប៉ុន្មានព្រះបាទដាវីតក៏បានចូលទីបង្គត់ហើយសាឡូមោនក៏ឡើងគ្រងរាជបន្ទាប់យប់មួយសាឡូមោនបានថ្វាយយ៉ាញ់បូជានៅគីបៀនយប់នោះព្រះបានលេចមកក្នុងយល់សពទ្រង់ព្រះជាម្ចាស់បានមានព្រះបន្ទូលថាសូមទូលសូមអ្វីដែលឯងចង់ឲ្យអញប្រទានដល់ឯងចុះពេលនោះសាឡូមោនបានទូលថាទូលបង្គំនៅក្មេងសូមប្រទានប្រាជ្ញាដល់ទូលបង្គំដើម្បីគ្រប់គ្រងប្រជារាស្ត្ររបស់ទូលបង្គំឲ្យបានក្តីសុខសាន្តផងព្រះជាម្ចាស់ទ្រង់ពេញព្រះハរតីនឹងពាក្យទូលសូមរបស់សាឡូមោនណាព្រះទ្រង់មានបន្ទូលថាអញនឹងឲ្យប្រាជ្ញាដល់ឯងលើសគេទាំងអស់ហើយនឹងឲ្យទ្រព្យសម្បត្តិនិងកិត្តិយសផងដែរពេលមួយស្ត្រី2នាក់មកសាលាប្រជុំដើម្បីជំនុំជម្រះក្តីនៅមុខព្រះបាទសាឡូមោនហើយម្នាក់បានអះអាងរៀងខ្លួនថាជាម្ដាយពិតរបស់ទារកបងប្អូននឹងទេថាតើសាឡូមោនដោះស្រាយក្តីនេះយ៉ាងដូចម្ដេចទៅទ្រង់ក៏មានបន្ទូលថាចូលយកដាវមកឲ្យយើងនឹងកាត់ទារកនេះជាពីរដើម្បីចែកឲ្យពួកគេម្នាក់ពាក់កណ្ដាលស្មើគ្នាបងប្អូនតើនេះពិតជាសាហាវមែនឬបាទបងប្អូនមានតែម្ដាយពិតប្រាកដទេដែលមិនហ៊ានសម្លាប់កូនខ្លួនឯងពេលនោះម្ដាយពិតប្រាកដស្រែកថាសូមប្រគល់ទារកនោះឲ្យនាងចុះហើយសូមកុំសម្លាប់កូនខ្ញុំម្ចាស់អីការពិតបានរកឃើញឲ្យបងប្អូនស្ដេចសាឡូមោនមិនមានចេតនាណាមួយក្នុងការសម្លាប់ទារកនេះទេគឺគ្រាន់តែជាប្រាជ្ញារបស់ទ្រង់ប៉ុណ្ណោះទ្រង់ក៏មានបន្ទូលថាយើងប្រគល់ទារកនេះឲ្យនាងហើយទ្រង់ប្រកាសថាស្ត្រីម្នាក់នេះទើបជាម្ដាយពិតប្រាកដរបស់ទារកចាប់ពីពេលនោះមកជនជាតិអ៊ីស្រាអែលទាំងអស់ចាប់ផ្ដើមគោរពកោតខ្លាចសាឡូមោនព្រោះបានឃើញប្រាជ្ញារបស់ព្រះនៅលើទ្រង់ក្នុងរាជរបស់ស្ដេចសាឡូមោនប្រជារាស្ត្ររស់នៅបានសេចក្តីសុខសាន្តនិងយុត្តិធម៌រុងរឿងបន្ទាប់មកទៀតសាឡូមោនក៏បានសម្រេចចិត្តសង់ព្រះវិហារសម្រាប់ព្រះជាម្ចាស់មានកម្មកររាប់ពាន់នាក់ធ្វើការសាងសង់ព្រះវិហាររបស់ព្រះជាម្ចាស់ហើយត្រូវការចំណាយពេលអស់7ឆ្នាំដោយប្រើថ្មនិងមាសអស់ជាច្រើនឥតគណនាពេលដែលព្រះវិហាររបស់ព្រះត្រូវបានសាងសង់រួចហើយពួកសង្ឃដង្ហែហប់សញ្ញារបស់ព្រះជាម្ចាស់ចូលទៅក្នុងព្រះវិហារភ្លាមនោះវត្តមានរបស់ព្រះជាម្ចាស់មកសន្ធិដ្ឋដោយពពកភ្លឺចិញ្ចែងចិញ្ចាចពេញព្រះវិហារនោះគឺមានវត្តមានរបស់ព្រះជាម្ចាស់សាឡូមោនឈរអធិដ្ឋាននៅមុខអាសនៈព្រះជាម្ចាស់ដោយការគោរពនិងសរសើរដំកើងទ្រង់បានបន្លឺសំឡេងថាព្រះអង្គម្ចាស់អើយសូមស្ដាប់ការអធិដ្ឋានរបស់ពួកទូបង្គំដែលអំពាវនាវរកទ្រង់ផងភ្លាមនោះអស្ចារ្យណាស់បងប្អូនព្រះបានទម្លាក់ភ្លើងចុះពីស្ថានសួគ៌ហើយឆេះយ៉ាញ់បូជាហើយប្រជាជនក៏ពោលឡើងថាទ្រង់ល្អចាប់តាំងពីពេលនោះប្រជាជនអ៊ីស្រាអែលរស់នៅមានសេចក្តីសុខសាន្តហើយស្ដេចសាឡូមោនទ្រង់ជាអ្នកនិពន្ធកាន់ព្រះគម្ពីរសុភាសិតនិងបទចម្រៀងជាច្រើននៅក្នុងព្រះគម្ពីរដែលបងប្អូនរាល់គ្នាកំពុងតែអាននេះចំណេរក្រោយមកមានមនុស្សជាច្រើនមកពីស្រុកឆ្ងាយមកស្ដាប់ប្រាជ្ញារបស់ទ្រង់ហើយក្នុងនោះមានមហាក្សត្រីមួយអង្គព្រះនាមសេបា
មកលបងប្រាជ្ញារបស់ទ្រង់ហើយមានអំណោយដ៏មានតម្លៃយកមកជាមួយផងដែរនៅពេលដែលបានជួបស្ដេចសាឡូមោនហើយព្រះនាងមានព្រះបន្ទូលថាប្រាជ្ញារបស់ទ្រង់ពិតជាលើសពីអ្វីដែលទូលបង្គំធ្លាប់បានឮពិតមែនសូមសរសើរដំកើងព្រះដ៏ខ្ពស់បំផុតជាអកុសលបងប្អូនកាលស្ដេចសាឡូមោនចាស់ទៅទ្រង់បានរៀបអភិសេកជាមួយស្ត្រីជនជាតិដទៃជាច្រើនហើយការនេះបានធ្វើឲ្យទ្រង់បានបែរចេញពីព្រះហើយព្រះជាម្ចាស់ទ្រង់ក៏មានបន្ទូលថាអញនឹងដកព្រះរាជចេញពីឯងប៉ុន្តែមិននៅក្នុងរាជរបស់ឯងគ្រប់គ្រងនេះទេស្ដេចសាឡូមោនគ្រងរាជបាន40ឆ្នាំក្រោយទ្រង់សុគតអាណាចក្ររបស់ទ្រង់ត្រូវបានបែកបាក់បងប្អូនត្រូវចងចាំថាប្រាជ្ញាពិតប្រាកដគឺចាប់ផ្ដើមពីការស្ដាប់បង្គាប់ព្រះ